នេះសូមមកសម្រាយពីคลิปវីដេអូដែលខ្ញុំទៅកក់សក់កាត់នេះម្ដងគឺខ្ញុំស្ដាយសក់មែនតើដែលទម្រាំទៅថែបានប៉ុណ្ណឹងមកកាត់ចោលអញ្ចឹងបងប្អូនចឹងនិយាយថានេះជាលើកទី1ដែលខ្ញុំថតคลิปវីដេអូពេលកក់សក់ឬក៏ពេលកាត់សក់បង្ហាញឲ្យបងប្អូនបានមើលនិយាយទៅគឺខ្ញុំស្ដាយសក់នឹងមែនតើបងប្អូនអើយដោយសារអត់ទាន់មានបែកចុងមួយសរសៃទេហើយខ្ញុំទៅកាត់សក់នឹងចិនដោយសារសក់ហ្នឹងវាវែងពេកហើយមុននឹងខ្ញុំកាត់ហ្នឹងគឺខ្ញុំឲ្យគេកក់សក់លាងឲ្យស្អាតសិនបានខ្ញុំកាត់សក់ហ្នឹងបងប្អូនហើយរដងពេលដែលខ្ញុំទៅកាត់នៅលើកណាដោយគឺខ្ញុំតែងតែឲ្យគេកក់សក់លាងឲ្យស្អាតសិនបានកាត់បានគៀបសក់ឲ្យកាត់អញ្ចឹងទៅហើយនេះចង់និយាយថាគឺពេលទៅកាត់ហ្នឹងគឺស្ដាយគិតម្ដងហើយគិតម្ដងទៀតតែព្រោះកាត់អត់ហើយសម្រាប់ចិត្តថាកាត់ទៅបើមិនកាត់ទេពេលកក់មកហ្នឹងពេលសិតអីហ្នឹងវាជ្រុះច្រើនពេកអញ្ចឹងក៏សម្រាប់ចិត្តថាទៅកាត់តែក្នុងចិត្តគឺស្ដាយព្រោះចង់ស្រឡាញ់សក់ណាទុកចង់សក់ចង់ទុកសក់វែងដែរអញ្ចឹងសនុកពេលទៅកម្មវិធីអីធ្វើម៉ូដសក់ស្រួលដោយសារសក់វែងស្រួលធ្វើម៉ូដសក់អញ្ចឹងទៅប៉ុន្តែទុកវាមិនបានយូរទេបើសក់ក្បាលហ្នឹងដូចមិនត្រូវធៀបនឹងសក់វែងសោះពេលដែលខ្ញុំកក់សក់កាត់ហ្នឹងគឺខ្ញុំតែងតែសួរជាងឲ្យសក់ខ្ញុំកក់ទៅមានដាច់ឬក៏ជ្រុះអីអត់ហើយជាងកក់សក់ហ្នឹងគាត់ថាអត់អីទេសក់ហ្នឹងល្អអត់មានដាច់អីទេប៉ុន្តែពេលដែលខ្ញុំកក់នៅផ្ទះខ្លួនឯងគឺជ្រុះទាំងដៃហ្មងជ្រុះដាច់នឹងពេលសិតក៏ចឹងដែរគឺជ្រុះមែនតើហើយពេលដល់ជាងកក់សក់គឺគាត់ថាអត់អីទេសក់ហ្នឹងល្អអត់មានជ្រុះអីច្រើនហ្នឹងហើយខ្ញុំឃើញគាត់ស្បូតមកគឺអត់ដោយសក់មែនប៉ុន្តែពេលដែលខ្ញុំស្បូតខ្លួនឯងគឺដោយមកទាំងដៃអត់យល់ហ្មងសក់ហ្នឹងគិតទៅសក់វែងគឺពិបាកថែពិបាកកក់មែនតើហើយចុះទម្រាំអ្នកស្រឡាញ់សក់ហើយទុកវែងជាងសក់ខ្ញុំទៀតសក់ខ្ញុំវែងប៉ុណ្ណឹងខ្ញុំគិតថាវែងណាហើយខ្ញុំពិបាកកក់ប៉ុណ្ណឹងហើយចុះទម្រាំអ្នកស្រឡាញ់សក់តែគាត់កក់សក់មកទៅណាខ្ញុំឆ្ងល់មែនតើឬក៏គាត់ចំណាយលុយទៅឲ្យជាងកក់ឲ្យរាល់ថ្ងៃឬក៏គាត់មានអ្នកកក់ឲ្យណោះមែនតើគឺគិតទៅបើសិនជាមានអ្នកកក់ឲ្យ free មិនដឹងថាល្អយ៉ាងណាទេចង់មានអ្នកកក់ឲ្យ free ដល់ហើយមកដល់វគ្គកន្លែងនេះជាងក៏រៀបចំនឹងកាត់សក់ខ្ញុំហើយគាត់ឃើញខ្ញុំតាក់ទើក៏គាត់ឆៃសួរខ្ញុំម្ដងទៀតកាត់ប្រវែងណាដែរអូនហើយខ្ញុំក៏ឆ្លើយថាកាត់ពេលដើរទៅបងហើយគាត់ក៏បានកាត់ទៅហើយពេលហ្នឹងខ្ញុំពិតជាស្ដាយសក់ដោយសារសក់ខ្ញុំមើលទៅដូចជាមិនសូវវែងនេះដែរមើលចាប់បងប្អូនគឺពេលដែលគាត់រៀបចំនឹងកាត់សក់ខ្ញុំដូចជាមិនតន់ដល់ចកេះផងមើលទៅប៉ុន្តែខ្ញុំកាត់ដោយសារដូចខ្ញុំនិយាយតាំងពីដើមវីដេអូជាងថាដោយសារតែពេលដែលខ្ញុំកក់ខ្លួនឯងខ្ញុំសិតហ្នឹងគឺជ្រុះច្រើនពេកស្បូតពេកកក់ហ្នឹងបងប្អូនហើយចឹងទៅខ្ញុំពិបាកកក់ហើយខ្ញុំត្រូវមកកាត់សក់ទាំងដែលសក់ខ្ញុំនៅល្អអត់ទាន់បែកចុងចឹងទៅតាមធម្មតាសក់តតែបែកចុងបានទៅកាត់ដូចខ្ញុំអីពីមុនគឺចឹងដែរខ្ញុំនៅក្មេងទៅតែសក់ខ្ញុំបែកចុងមកខ្ញុំទៅកាត់តែទម្លាប់ខ្ញុំធ្លាប់ទុកវែងសក់វែងខ្លាំងសក់វែងខ្ញុំនៅក្មេងខ្ញុំទុកវែងខ្លាំងហូរចកេះនិយាយទៅវែងខ្លាំងមែនតើតាមពេលទម្លាប់កាត់មកខ្ញុំមានអារម្មណ៍ថាពេលកាត់សក់ស្រាលសក់ស្រួលកក់ជាងធ្លាប់កាត់តាមពេលនោះមកគឺចឹងទៅធ្វើឲ្យយើងទម្លាប់កាត់រហូតឲ្យវែងគឺនៅអត់សក់កាត់ឲ្យបានត្រឹមហ្នឹងបានសុកនៅសុកចឹងទៅស្រួលកក់ស្រួលអីចឹងទៅប៉ុន្តែបើវែងជាងនឹងមិនតិចដឹងមានអារម្មណ៍ថាពិបាកកក់ពិបាកអីចឹងទៅពេលដែលទៅតែកាត់ហើយចឹងគឺស្លាស់ក្បាលស្រាលក្បាលល្អមែនតើហើយមួយទៀតគឺថាតែយើងទៅតែកក់ហើយក៏បានគៀបមើលទៅស្លាស់ក្បាលស្រាលមែនតើកាត់ហើយមកផ្ទះផងកាត់ខ្លីអញ្ចឹងស្លាស់ទឹកកាត់ខ្លីបានសម្រាប់និយាយទៅសក់នឹងស៊ីតែខ្លីទេវែងអត់បានហ្មងការសម្រាយនៅក្នុងប្លុកមួយនេះក៏ដល់ទីបញ្ចប់ដែរខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាឬក៏មិត្តភ័ក្តិទាំងអស់គ្នាដែលបានតាមដានប្លុកមួយនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចទស្សនាជាមួយខ្ញុំណានៅក្នុងប្លុកក្រោយៗទៀតណាសូមអរគុណបាយបាយ